បាទក៏រូបនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកដាក់ចំណីកង្កែបមេបាពូជបងប្អូនបាទនេះហើយជាមេបាពូជរបស់យើងគង់តែស៊ីចំណីបងប្អូនចំណីស៊ីខ្ញុំឲ្យស៊ីចំណី8លីនេះវាចិត្តគ្រប់អាយុកាលដែលត្រូវប្រកាសដែរអានេះអាឈ្មោលហ្នឹងអានេះកែបឈ្មោលរបស់យើងចិត្តគ្រប់អាយុកាលប្រកាសដែរនេះវាពងពេញស៊ីចំណីបងប្អូនតម្លាក់ទៅបាទដាក់ហក់ដាក់មកតែយើងជាម្ចាស់ឡូវហើយកង្កែបរបស់យើងវាស៊ីចំណីល្អអញ្ចឹងវាបាយចិត្តវាដូចឃើញចំណីសុបាយហ្មងបើដាក់ទៅនៅថ្មឹងហ្នឹងចំណីសល់គោហ្នឹងអត់សូវសុបាយចិត្តណាស់ទេអានេះអត់ទេដាក់ទៅហក់តបាក់យកណាក្តីសុខសម្រាប់យើងនៅស្រុកស្រែមានអីមានអញ្ចឹងឯងចំសัตว์អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចិញ្ចឹមលក្ខណៈគ្រួសារបងប្អូនអាចធ្វើពីតិចហើយនេះមេបងប្អូនមេបារបស់ខ្ញុំមេធំមកពោះវាឡើងអ៊ីម៉ែមេនេះចូល10គូក៏10ក្បាលមេយើងចំដំបងបងប្អូនយើងអត់ហ៊ានដាក់ច្រើនទេនេះដាក់តិចយើងធ្វើពីតិចទៅច្រើនណាកាលណាយើងដាក់ច្រើនឡែកដូរវាមានបញ្ហាអីទៅយើងទប់អត់ជាប់តែបើយើងដាក់តិចចេះទោះបីមានបញ្ហាក៏យើងអាចទប់ជាប់ដែរបងប្អូនហើយនេះចំណែកអានេះវាឈ្មោលនេះក៏ការផ្កំដែរបងប្អូនហក់ស៊ីចំណីដល់នៅមកអាងទៀតអានេះមេបាយើងសម្រាប់ប្រកាសប៉ុន្តែខ្ញុំអត់បានថតមកបង្ហាញបងប្អូនទេអត់បានដែរវាគ្រប់អាយុហើយខាងនេះយើងមានកូនអុកដែលទៅប្រកាសហើយបងប្អូននៅកំពុងបាយចំណីឬស៊ីដូចគ្នាហ្នឹងហើយបងប្អូនឃើញនោះពពុះទឹកពេកហ្នឹងវាឡើងមកស៊ីចំណីណាយើងមើលអត់ឃើញទេប៉ុន្តែយើងឃើញពពុះទឹកវាពេលឡើងមកស៊ីចំណីបងប្អូនឃើញអត់ឡើងមកស៊ីរហូតហើយវាចាំងពលឺមើលអត់ឃើញកូនក្អុករបស់យើងទេអានេះអាយុវាបាន10ថ្ងៃបងប្អូនអាយុវាបាន10ថ្ងៃរៀងប៉ុនម្រាមដៃអស់ហើយអាងមកញ៉ាំ